សហជីពទឹកចិត្តកម្មករកម្ពុជាប្រគល់ថវិកាមនុស្សធម៌ជូនសមាជិកដែលមានទុក្ខជាទម្ងន់នៅខេត្តកំពង់ស្ពឺនៅថ្ងៃទី12ខែសីហាឆ្នាំ2026ដោយមានការអនុញ្ញាតពីលោកលីវិចិត្រប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា CCWF លោកសែចិត្តនិងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន Ventura Leatherware MFY CDACO បានចុះសួរសុខទុក្ខនិងនាំយកថវិកាមនុស្សធម៌ទៅប្រគល់ជូនសមាជិកសហជីពម្នាក់ដែលមានទុក្ខជាទម្ងន់ថវិកាចំនួន 32,400 រៀលត្រូវបានប្រគល់ជូនបងប្រុសសំអល់អត្តលេខ15296បម្រើការងារនៅផ្នែក DD1 ដែលត្រូវជាកូនប្រុសបង្កើតក្នុងឱកាសដែលឪពុករបស់លោកបានទទួលមរណភាពថវិកានេះទទួលបានពីការចូលរួមរៃអង្គាសដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនកម្មករកម្មការិនីជាសមាជិកក្នុងរោងចក្រតំណាងសហជីពទឹកចិត្តកម្មករកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករកម្មការិនីទាំងអស់នៃក្រុមហ៊ុន Ventura Leatherware ដែលតែងតែជួយយកអាសានិងចែករំលែកទុក្ខធុរៈគ្នាក្នុងគ្រាជួបការលំបាកសូមជូនពរនិងចែករំលែកផលបុណ្យកុសលនេះជូនដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នា